ប្រទេសជាតិដែលកំពុងជួបសង្គ្រាមគេត្រូវការរកយុវជនយុវរីអ្នកក្លាហានត្រឹមត្រូវហើយប៉ុន្តែពេលដែលប្រទេសទទួលបានសុខសន្តិភាពគេត្រូវការអ្នកចេះឲ្យច្រើនអ្នកចេះកុំបាច់និយាយដល់តែចេះផ្នែកនយោបាយដឹកនាំរដ្ឋអីនោះគ្រាន់តែធ្វើម៉េចកែច្នៃស្រូវឲ្យទទួលបានទិន្នផលល្អគេហៅថាអ្នកចេះហើយប្រឹងប្រែងរៀនសូត្រសិក្សាដើម្បីជាសសរទ្រូងដើម្បីជាអនាគតម្នុស្សម្នាក់ដែលអាចជាប្រយោជន៍ដល់ជាតិរបស់យើងព្រោះប្រជាជនយើងគឺថាមិនទាន់បានបំពេញនៅកាតព្វកិច្ចក្នុងការតបស្នងសងគុណដល់បុព្វហេតុជាតិទឹកដីនៅឡើយគ្រប់គ្នានៅឡើយទេមានដែរអ្នកដែលជួយជ្រោមជ្រែងប៉ុន្តែមានមួយចំនួនប៉ុន្តែមួយចំនួនទៀតរវល់តែនឹងភាពសប្បាយហួសព្រំដែនរវល់តែនឹងភាពគឺហាហួសព្រំដែនរវល់តែភាពភ្លើតភ្លើនរហូតផ្លេចរៀនផ្លេចសូត្រផ្លេចបំពេញកាតព្វកិច្ចទួនាទីជាសិស្សល្អជាកូនល្អជាមន្ត្រីល្អជាប្រជាពលរដ្ឋល្អជាដែរយើងមើលឃើញហេតុដែលនាំឲ្យសប្បាយរីករាយក្នុងពេលខ្លីតែមិនបានឃើញពីសេចក្តីវិនាសក្នុងកាលខាងមុខដែលមានពេលវែងចឹងហើយបុរាណយើងលោកទុកមរតកឲ្យយើងសឹកតែមានអត្តន័យឲ្យយើងពិចារណាឲ្យយើងពិចារណាប៉ុន្តែយើងមិនបានពិចារណាតាមន័យធៀបហើយក៏មិនបានត្រេះរិះតាមន័យត្រង់ទៅទៀតធ្វើឲ្យកើតជាភាពដុនដាបទៅយូរមនុស្សមានសមត្ថភាពក៏ធ្វើអីលែងកើតបានតែបណ្ដោយទឹកបណ្ដោយតែតាមទឹកហូរធ្វើឲ្យយើងទៅជាប្រជាជាតិមួយដែលធ្លាប់តែស្មោះត្រង់ធ្លាប់តែរួបរួមធ្លាប់តែសាមគ្គីបែរទៅជានៅដោយបកដោយពួកដោយក្រុមបាត់បង់នៅមនសិការៈក្នុងការការពារក្នុងការជួយសម្រាប់ផលប្រយោជន៍បងប្អូនខ្លួនឯងសម្រាប់ផលប្រយោជន៍ប្រទេសជាតិខ្លួនឯងសម្រាប់ផលប្រយោជន៍មាតុភូមិខ្លួនឯងជាដែរទាំងអស់នេះមិនមែនជាកំហុសអ្នកណាទេទាំងអស់នេះជាផ្នត់គំនិតដែលយើងរាល់ថ្ងៃកំពុងតែមាននៅក្នុងប្រជាពលរដ្ឋយើងនៅក្នុងមនុស្សយើងដែលបានគិតពីរឿងរួមតិចតួចណាស់ប៉ុន្តែនាំគ្នាគិតផលប្រយោជន៍មួយពេលឲ្យហួសរហូតដល់យើងនឹងធ្វើដំណើរទៅក្នុងកាលដែលពិបាកនឹងទទួលយកបានអញ្ចឹងលេចយ៉ាងម៉េចសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងកម្ពុជារដ្ឋជាពិសេសដែលមានសញ្ជាតិជាខ្មែរទោះនៅទីណាកន្លែងណាក៏ដោយសូមឲ្យគិតប្រយោជន៍រួមជាធំឲ្យគិតផែនដីជាធំកុំពង្វេងដោយការបែកបាក់ដោយការចាញ់បោកនោគុំរបស់បរទេសអីជាដើមឡាព្រោះថាជាតិយើងកំសត់ពេកមកហើយយូរលង់ណាស់មកហើយដែលយើងមើលគ្នាលែងស្គាល់យូរលង់ណាស់មកហើយដែលគ្នាដែលយើងមិនស្រឡាញ់គ្នាពិតប្រាកដយូរលង់ណាស់មកហើយដែលយើងមើលបំណាំគ្នាយូរណាស់មកហើយដែលយើងហែកទ្រុងឲ្យក្អែកចោះយូរណាស់មកហើយដែលយើងយកឈើទៅឆ្កៀលដំបៅឲ្យចេញឈាមមកដល់ពេលនេះយើងចង់បន្តជីវភាពបែបនេះបន្តណាទៀតក៏បីភ្ញាក់រលឹកជួយជ្រោមជ្រែងគ្នាដែលគិតផលប្រយោជន៍ជាជាតិមួយខ្លាំងទៅបានរឹងមាំទៅបានអាស្រ័យតែមានអ្នកចេះប៉ុន្តែអ្នកចេះម្យ៉ាងក៏មិនគ្រប់គ្រាន់ដែរ
តលតែអ្នកដែលចេះនោះប្រកបដោយមនសិការទៀតទើបជានោះរុងរឿងចម្រុងចម្រើនទៅបានបញ្ហាសេដ្ឋកិច្ចក្តីបញ្ហាព្រំដែនក្តីគេមិនដែលយកដងទង់ជាតិទៅបកកវីថាខ្លួនជាអ្នកស្នេហាទេដើម្បីការពារអធិបតេយ្យបានដើម្បីការពារទឹកដីព្រំដែនក៏ដូចជាសេដ្ឋកិច្ចបានទាល់តែប្រជាពលរដ្ឋក្នុងខ្លាំងគ្រប់សពបែបយ៉ាងតែកាលណានិយាយរឿងព្រំដែនគេក៏លេចទៅមើលសភាពអត់ដែរទេសនាគ្រាន់បើជាងមានអត្ថភាពជាងហើយគេមិនដែលនិយាយរឿងព្រំដែនអ្នកណាកាត់ដងទង់ជាតិច្រើនជាងថាគ្រាន់បើច្រើនជាងគេទេហើយប្រទេសដែលមានសភាវុធការពារអធិបតេយ្យបានច្រើនបន្តដល់ប្រជាពលរដ្ឋមានហើយប្រជាពលរដ្ឋមានតប្រជាពលរដ្ឋប្រឹងប្រែងហើយប្រជាពលរដ្ឋប្រឹងប្រែងមិនមែនប្រឹងប្រែងលោកបំពេញទេប៉ុន្តែប្រឹងប្រែងចេញពីសមត្ថភាពប្រឹងប្រែងរៀនសូត្រជាដើមព្រោះយើងសប្បាយពេកសប្បាយរហូតដល់មិនដឹងថាខ្លួនឯងកំពុងតែនៅក្នុងចំណុចណាតែអញ្ចឹងនិយាយមកនេះមិនមែនចង់មានន័យអ្វីផ្សេងក្រៅពីន័យត្រង់តែថាចង់ឲ្យយើងលេយ៉ាងម៉េចប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានចេះដឹងពេលដែលយើងចេះដឹងហើយត្រូវធ្វើការប្រកបដោយមនសិការទី1ដែលយើងត្រូវចងចាំគឺថាយើងត្រូវប្រកាន់ជាប់ថាយើងជាខ្មែរទោះតែនៅដល់ដីណាទឹកណាក៏ដោយត្រូវកុំភ្លេចចងចាំថាខ្លួនឯងជាខ្មែរសោះហើយត្រឡប់មកជួយខ្មែរវិញមិនថាម្ដាយឪពុកយើងមានទ្រព្យសម្បត្តិមានលទ្ធភាពបញ្ជូនយើងឲ្យទៅរៀនដល់ក្រៅប្រទេសឯណាទេមិនថាគេបង្រៀនបញ្ជូនយើងឲ្យទៅរៀនដល់លោកកុម្មុយនីសក្តីលោកសេរីក្តីលោកដែលទំនើបជាងប្រទេសជាតិជាក្តីអីក៏យើងទៅរៀនចោះប៉ុន្តែពេលដែលយើងចេះដឹងហើយគឺថាសូមឲ្យមានមនសិការចូលមកប្រទេសដើម្បីរួមជាកម្លាំងមួយក្នុងការជួយកសាងប្រទេសជាតិយើងដែលកំពុងលំបាកនេះបើម្នាក់រៀនចេះហើយទៅនៅឯនោះរៀនចេះហើយទៅនៅឯនោះយូរទៅអ្នកចេះអស់ពីស្រុកហើយពឹងតែអ្នកដែលគ្នាមិនសូវមានបទពិសោធន៍ឬក៏មិនសូវចេះដឹងឲ្យជួយធ្វើកិច្ចការងារហើយយើងជួយទាំងប្រយោលនោះក្នុងជីវភាពប្រទេសជាតិយើងនោះមិនល្អប្រសើរពេកទេគ្នាច្រើនជាកត្តាមួយជំរុញឲ្យជោគជ័យហើយប៉ុន្តែគ្នាច្រើនប្រកបដោយគុណភាពទៀតនោះទើបរឹងរឹកតែអស់ចាស់ប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងមិនមែនគ្នាច្រើនទេយើងនៅក្នុងគ្នាតិចហើយខ្វែងដៃខ្វែងជើងទៀតគឺថាចំនួនប្រជាពលរដ្ឋមានតិចប៉ុន្តែការគិតរបស់ប្រជាពលរដ្ឋផ្នែកគំនិតរបស់ប្រជាពលរដ្ឋមានមិនត្រូវគ្នាបើរឿងធ្វើការងាររឿងគិតគូរអ្វីផ្សេងនេះគឺថាគិតមិនត្រូវគ្នាទេប៉ុន្តែរឿងដែលគិតត្រូវគ្នាគឺរឿងសប្បាយប៉ុន្តែរឿងសប្បាយហ្នឹងគឺថាត្រូវគ្នាណាអត់ចេះតោះអត់ចេះខុសអីទេប៉ុន្តែរាល់គំនិតដែលជាមនសិការក្នុងការបម្រើផលប្រយោជន៍រួមនេះយើងនៅមានខ្វះចន្លោះនេះជានិស្ស័យជាចរិតដែលប្រជាពលរដ្ឋយើងកំពុងតែមានហើយបើបន្តតែបែបហ្នឹងទៀតយើងមិនទៅមុខទេបើទៅមុខក៏ទៅដោយលំបាកដែរខ្ញុំក៏ដល់ស្មើចេះតែដាស់តឿនថាមិនអាចពឹងមនុស្សម្នាក់ទេបន្តតែពឹងមនុស្សទាំងអស់គ្នាឲ្យមនុស្សម្នាក់ទៅអូសទាញមនុស្ស3-4 លានអ្នក10 លានអ្នកឲ្យដើរទៅមុខដោយមួយដេចនឹងរួចបន្តតែមនុស្សទាំងអស់ក្នុងប្រឹងប្រែងទៅខ្លួនឯងផងអានឹងទៅបានលឿនយើងពឹងតែមេភូមិមិនដែលប្រជាពលរដ្ឋអត់សហការដូចតែរឿងពេលខ្លះអញ្ចឹងជាពលរដ្ឋយើងច្រើនតែមិនខ្វល់ពីខ្យល់ហើយ
đây chăm ta là hơi đây chẳng សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី3ទី4និងទី5គិតមកដល់ថ្ងៃទី13ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី7ហើយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025ដល់ថ្ងៃនេះការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់យោធាថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោមនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីគឺជាការប៉ុនប៉ងរំលោភបំពានយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសន្តិភាពស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសន្តិភាពអន្តរជាតិផងដែរស្ថានភាពអំពីការគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី3ភាគីថៃបានចាប់ផ្ដើមពង្រីកសមរភូមិនិងបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង2រំលងអធ្រាត្រដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង2:00នាទីរំលងអធ្រាត្រកងទ័ពជើងទឹកថៃបានបើកការបាញ់ផ្លោងពីនាវាចម្បាំងដោយប្រើប្រាស់កាំភ្លើងធំចំនួន20គ្រាប់ចូលមកក្នុងភូមិសាស្ត្រខេត្តកោះកុងនៅក្នុងប្រទេសកម្ពុជាគ្រាប់បានធ្លាក់នៅលើផ្លូវបំបែកមាត់ច្រកឆ្នេរកោះយ៉ចំនួន2គ្រាប់នៅឆ្នេរខាងត្បូងវត្តតាក់ខ្លងចំនួន1គ្រាប់និងខាងក្រោយអគារសន្តាគារចំនួន2គ្រាប់ក្រៅពីនោះធ្លាក់ក្នុងអាងទឹកបន្ទាប់ពីវេលាម៉ោង2រំលងអធ្រាត្រមកដល់ម៉ោង8ព្រឹកនេះស្ថានភាពបានត្រឡប់ទៅស្ងប់ស្ងាត់វិញទី2ស្ថានភាពជួរមុខក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង5:00នាទីព្រឹកដល់វេលាម៉ោង8:00នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង5:45នាទីយោធាថៃបានចាប់ផ្ដើមបាញ់កាំភ្លើងធំនិងប្រើប្រាស់គ្រាប់បែកចង្កោមចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង6:10នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នារចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី3ស្ថានភាពជួរមុខនៅក្នុងសមរភូមិយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង19:00នាទីថ្ងៃទី12ខែធ្នូឆ្នាំ2025ដល់វេលាម៉ោង8:00នាទីថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង17:14នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅខាងក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង17:54នាទីយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកថៃហោះចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងប្រើប្រាស់ drone ស៊ើបការក្តាប់សភាពការនៅក្រោយភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង19:21នាទីយោធាថៃបានប្រើប្រាស់ drone ហោះរំលោភក្នុងដែនអាកាសកម្ពុជានៅក្នុងភូមិសាស្ត្រសំពៅលូនខេត្តបាត់ដំបងនៅវេលាម៉ោង19:50នាទីយោធាថៃបានប្រើប្រាស់ drone រំលោភចូលក្នុងដែនអាកាសកម្ពុជាកាត់លើភូមិសាស្ត្រទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងនៅវេលាម៉ោង20:55នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅក្រោយភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង22:20នាទីយោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទ
នៅវេលាម៉ោង 22:21 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃព្យាយាមរុលចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 22:50 នាទីយោធាថៃបានប្រើប្រាស់ដ្រូនពំគ្រាប់បែកទម្លាក់ចំនួន3គ្រាប់និងបានប្រើប្រាស់កំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន2គ្រាប់នៅវេលាម៉ោង 22:52 នាទីយោធាថៃបានប្រើប្រាស់ដ្រូនពំគ្រាប់ទម្លាក់គ្រាប់ចំនួន3គ្រាប់នៅក្នុងភូមិសាស្ត្រថ្មដានៅវេលាម៉ោង 22:55 នាទីយោធាថៃបានប្រើប្រាស់កំភ្លើងធំផ្លោងចូលក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 23:41 នាទីយោធាថៃបានប្រើប្រាស់កំភ្លើងធំផ្លោងចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025ចាប់តាំងពីវេលាម៉ោង 1:34 នាទីរំលងអធ្រាត្រយោធាថៃនៅតែបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 1:45 នាទីទៀបភ្លឺយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 2:56 នាទីយោធាថៃបានបាញ់ផ្លោងកំភ្លើងធំចំនួន2គ្រាប់នៅភូមិសាស្ត្រថ្មដានៅវេលាម៉ោង 5:50 នាទីយោធាថៃបាញ់កំទេចគោលដៅអគារសន្តាគារនៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់នៅវេលាម៉ោង 5:55 នាទីយោធាថៃបានបាញ់កំទេចគោលដៅសន្តាគារនៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 5:56 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន7គ្រាប់ក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង 6:02 នាទីក្នុងនោះរួមមានម៉ោង 6:02 នាទីយោធាថៃបានបាញ់កំទេចទម្លាក់គ្រាប់បែកកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅវេលាម៉ោង 6:07 នាទីយោធាថៃបានទម្លាក់គ្រាប់បែកកំទេចនៅលើស្ពានជ័យជំនះចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 6:12 នាទីយោធាថៃបានទម្លាក់គ្រាប់កំទេចគោលដៅស្ពានជ័យជំនះចាស់ចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 6:35 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទសំដៅភូមិជោគជ័យនៅវេលាម៉ោង 7:06 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង 8:00 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទបន្ថែមទៀតចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់នៅឡើយក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការបាញ់ប្រហារដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានធ្ងន់ធ្ងរបំផុតលើអធិបតេយ្យបូរណភាពទឹកដីនិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមាមាត្រហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសុវត្ថិភាពប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណដែលជាទីសក្ការៈរបស់មនុស្សជាតិដូចជាសាលារៀនស្ពានថ្នល់មន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈដទៃទៀតច្រើនរាប់មិនអស់យោធាថៃត្រូវបង្ហាញភាពស្មោះត្រង់សុឆន្ទៈនិងភាពថ្លៃថ្នូរប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែកើតឡើងតាមរយៈភាពសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់សកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យថៃវិលត្រឡប់មកអនុវត្តនៅបទច្បាប់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវម្ដងហើយម្ដងទៀតទៅដល់សហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះអំពើរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់
អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគម្រាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តលក្ខខណ្ឌនៃបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈទំនួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទសូមគូសបញ្ជាក់ផងដែរថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតសូមគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើងក៏សូមបញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចោះចាញ់នឹងការបង្ខិតបង្ខំឬក៏ការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជាគ្រប់រូបរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្អាចក្លាហាននិងដោយមិនងាករេដាច់ខាតទោះក្នុងតម្លៃណាក៏ដោយរំលឹកដល់អភិលក្ខិតសម័យមួយរំលឹកដល់ការសាវកសន្និបាតរបស់ព្រះសក្យមុនីអរហន្តសម្មាសម្ពុទ្ធសាវកសន្និបាតនោះគឺជាការប្រជុំប្រកបដោយអង្គ4ដែលហៅថាចតុរង្គសន្និបាតអង្គទី1ថ្ងៃពេញបរមីខែមាឃមានប្រចាំចោចូលមាឃកម្មធិរៈអង្គទី2ព្រះភិក្ខុសង្ឃមានចំនួន1250អង្គឥតមានអ្នកឯណានិមន្តឬណាត់ពេលគ្នាសោះឡើយស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់នៃព្រះសាស្តាបរមគ្រូនៃវត្តវេលវន្តៈកលន្តនិវាបស្សដ្ឋាននាក្រុងរាជក្រឹសនាមគធរដ្ឋនាវេលាល្ងាចអង្គទី3ព្រះភិក្ខុសង្ឃ1250ព្រះអង្គសុទ្ធតែជាអេហិភិក្ខុដូចគ្នាទាំងអស់អង្គទី4ព្រះភិក្ខុសង្ឃ1250អង្គសុទ្ធតែជាព្រះខេមាស្រោតទាំងអស់ក្នុងគណៈនោះព្រះសម្មាសម្ពុទ្ធជាអម្ចាស់ទ្រង់សម្ដែងនៅឱវាទបាតិមោអង្គប្រការទី2រំលឹកដល់ការដែលព្រះបរមសាស្តាទ្រង់បានប្រកាសដាក់បំនៅប្រជានាយុសង្ខារនៅទីចំពោះមុខមាថាចាប់តាំងពីថ្ងៃនេះទៅ4ខែទៀតបើគិតជាថ្ងៃនៅខ្វះតែ88ថ្ងៃទៀតតថាគតនឹងរំលឹកខណ្ឌចូលកម្មបរិនិព្វានទ្រង់ដាក់ប្រជុំនាយុសង្ខារនៅថ្ងៃអាទិត្យ15កើតពេញបរមីខែមាឃឆ្នាំម្សាញ់នោះអង្គទី3នៅថ្ងៃ15កើតពេញបរមីខែមាឃនឹងដែរព្រះបរមសាស្តាទ្រង់បានតែងតាំងព្រះមហាសារីបុត្រជាមហាសាវកជាអគ្គសាវកស្ដាំនិងព្រះមហាមុគលានជាទុតិយសាវកជាអគ្គសាវកឆ្វេងឥឡូវនេះយើងខ្ញុំបករណាទាំងឡាយបានមកប្រជុំគ្នាហើយក្នុងវត្តចន្ទបជោទនារាមត្រង់ទីទឹកដីនៃកោះប្រជុំទេពក្នុងវេលាឱកាសនេះបានមកប្រជុំគ្នាដោយការនឹកគ្រឿងសក្ការៈបូជាទាំងឡាយបានរៀបចំនៅពុទ្ធមណ្ឌលសេនាសនៈដ៏ប្រសើរប្រកបដោយអង្គមានព្រះភិក្ខុសង្ឃទាំងឡាយសាមណេរទាំងឡាយឧបាសកទាំងឡាយឧបាសិកាទាំងឡាយសិទ្ធិសង្ឃជាពុទ្ធមាននិកជនប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះសាសនានេះបានរលឹកនឹកដល់គ្រាថ្មីត្បិតតែព្រះសម្មាសម្ពុទ្ធព្រះអង្គប្រតិពានទៅហើយបាន2570បាន2567ក្តីប៉ុន្តែយើងទាំងឡាយនៅតែរលឹកចំពោះនៅឧបការៈគុណនេះហើយបានមកប្រជុំគ្នា
ធ្វើនៅសក្ការៈបូជាចំពោះអ្នកខាត់រិទ្ធសម័យនាថ្ងៃវិកបូជានេះសូមឲ្យយើងទាំងឡាយតាំងចិត្តប្រកបដោយសទ្ធាជ្រះថ្លាពោលនៅសច្ចៈវាចាប្រកាសចំពោះគុណនៃព្រះដ៏មានវិភាកដូចគ្នាទាំងអស់គ្នាយ៉ាងនេះថានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធាសនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធាសនមោអរហតោសម្មាសម្ពុទ្ធាសារិករិយានមស្ការថ្វាយព្រះករុណាចូលមានផលព្រះដ៏មានព្រះភិក្ខុអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទុំប្រាថ្នានៅនៃយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយពុទ្ធទាំងសរណង្កេឆាមិខំនាងសរណង្កេឆាមិសង្ឃាំសរណង្កេឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃរលំទុតិយំពេពុនទាំងសរណង្កេឆាមិទុតិយំពេធម្មំមិទុតិយំពេសង្ឃាំសរណង្កេឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រោងពីរដងផងតតិយំមិតតិយំពេធម្មំសរណង្កេឆាមិតតិយំពេសង្ឃាំសរណង្កេឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រោងបីដងផងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ28ព្រះអង្គផង12000ព្រះអង្គផង5សែនព្រះអង្គផងដោយត្បូងរបស់ខ្ញុំព្រះករុណាខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ55ព្រះអង្គផង4000ព្រះអង្គផង1លានព្រះអង្គផងដោយត្បូងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ109ព្រះអង្គផង48000ព្រះអង្គផង2លានព្រះអង្គផងដោយត្បូងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ផងនៅព្រះសង្ឃផងរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះដោយគោរពដោយអនុភាពនៃកិរិយានមស្ការថ្វាយបង្គំសូមឲ្យកំចាត់បងនៅឧបទ្រពទាំងឡាយទាំងពួងទាំងឡាយជាអនាគតចូលឲ្យវិញ្ញាទៅកំបីមានសសលហើយសម្មាសម្ពុទ្ធោវតសោភគវីយោសពតុខសៈបហានិយៈធម្មងទេសេតិតាំងសម្មាសម្ពុទ្ធាអតរេណៈនសាមៈភគវន្តមនីអង្គណាទ្រង់ត្រាស់សម្ដែងនៅធម៌ដើម្បីកម្ចាត់បងនៅសេចក្តីទុក្ខទាំងពួងព្រះភគវន្តមនីអង្គនោះជាព្រះសម្មាសម្ពុទ្ធពិតមែនយើងខ្ញុំព្រះអង្គគ្រប់គ្នាសូមថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរពនិយានិកោវតសោធម្មោយោសពតុខសៈបហានិយៈស្វាខាតោទេអ្នកភគវតាតាំងធម្មងអតរេអ្នកមសាមអ្នកព្រះថយណាដែលព្រះភគវន្តមនីអង្គនោះត្រង់ត្រាស់សម្ដែងហើយដោយប្រពៃដើម្បីកម្ចាត់បងនៅសេចក្តីទុក្ខទាំងពួងព្រះធម៌នោះជាធម៌ស្រោចស្រង់សត្វពិតមែនយើងខ្ញុំបកករណាទាំងអស់គ្នាសូមថ្វាយបង្គំនៅព្រះធម៌នោះដោយគោរពសុបដិតណ្ណោវតសោភគវតោសោសាវតសង្ឃោយោសពតុខសៈបហានិយៈបដិតណ្ណោតាំងសង្ឃាអតរេណៈអ្នកមេសាមៈព្រះហរិយសង្ឃណាលោកប្រណិប័តដើម្បីកម្ចាត់បងនៅសេចក្តីទុក្ខទាំងពួងព្រះហរិយសង្ឃនោះសូម
ជាសង្សាវៈនៃព្រះភគវន្តមុនីអង្គនោះលោកប្រតិបត្តិដោយប្រពៃពិតមែនយើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនៅព្រះអរិយសង្ឃនោះដោយគោរពថ្ងៃនេះជាទិដ្ឋីពេញបរមីនៅខែនេះមានប្រចាំពេញវងត្រូវនឹងថ្ងៃនៃសាវកសង្ឃដារបស់ព្រះសក្យមុនីអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងសាវកសង្ឃដានេះប្រកបដោយអង្គ4គឺថ្ងៃពេញបរមីនៅខែនេះមានប្រចាំចោចូលមានអ្នកខត្តរិទ្ធនេះជាអង្គទី1ព្រះភិក្ខុសង្ឃមានចំនួន1250ព្រះអង្គឥតមានអ្នកឯណានិមន្តឬណាត់ពេលគ្នាសោះឡើយក៏ស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់នៃព្រះបរមសាស្តាមានវត្តវេលវន្តកលន្តនវាបស្ថានក្នុងក្រុមរាជក្រឹស្នអ្នកកថរដ្ឋនៅវេលានេះជាអង្គទី2ព្រះភិក្ខុសង្ឃ1250ព្រះអង្គនោះសិក្សាទៅជាអេហិភិក្ខុទាំងអស់នេះជាអង្គទី3ព្រះភិក្ខុសង្ឃទាំង1250ព្រះអង្គប្រកបដោយអ្នកនិងបដិបសម្បទាព្រមហើយព្រះដ៏មានពភាកជាព្រះសព្វញ្ញូពុទ្ធព្រះអង្គប្រកាសសម្ដែងនៅអវាទបតិមោនេះជាអង្គទី4ក្នុងទីប្រជុំនៅព្រះភិក្ខុសង្ឃការប្រជុំសាវកបែបនេះហៅថាចតុរង្គសមដាតគឺការប្រជុំប្រកបដោយអង្គ4ក្នុងពុទ្ធកាលនៃព្រះសក្យមុនីបរមគ្រូនៃយើងមានតែម្ដងប៉ុណ្ណោះមួយវិញទៀតការដែលព្រះបរមសាស្តានៃត្រឹមមានប្រជុំនៅឡើយបើគិតតាមឈ្មោះខែនៅខ្វះ4ខែបើគិតតាមចំនួននៃថ្ងៃនៅខ្វះ88ថ្ងៃទៀតនិងគ្រប់80ឆ្នាំគត់ព្រះអង្គទ្រង់កំណត់នៅប្រជុំនាយុសង្ខារថាមនាភិក្ខុទាំងឡាយគិតអំពីថ្ងៃនេះទៅនៅខ្វះតែ3ខែទៀតទេតថាគតនឹងរំលឹកខណ្ឌចូលកម្មព្រះនិព្វានការកំណត់ប្រជុំនេះនៅថ្ងៃ15កើតខែមិថដែរតថៃនេះជាឧបលក្ខិតសម័យមួយដ៏ដំណដំក្នុងព្រះពុទ្ធសាសនាជាថ្ងៃសម្រាប់ពុទ្ធនិកជនទាំងបព្វជិតទាំងប្រហោះបានមកប្រជុំគ្នាធ្វើសក្ការៈបូជាចំពោះព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រមទាំងព្រះធម៌ជាព្រះបរមពុទ្ធោវាទនិងព្រះអរិយសង្ឃនិងសមត្ថសង្ឃជាសង្ឃសាវករបស់ព្រះដែលមានពុទ្ធិឥឡូវនេះយើងទាំងអស់គ្នាជាពុទ្ធសាសនិកជនបានមកប្រជុំគ្នារៀបគ្រឿងសក្ការៈបូជាមានទៀនធូបនិងផ្កាភ្ញីជាដើមក្នុងទីនេះដែលមានព្រះពុទ្ធរូបស្នងព្រះអង្គជាប្រធានព្រះបរមសារីរិកធាតុគង់ជាប្រធានហាក់បីដូចជាព្រះបរមសាស្តាទ្រង់ស្ដេចមកគង់ក្នុងទីចំពោះមុខនៃយើងទាំងអស់គ្នាយើងខ្ញុំព្រះអង្គសូមថ្វាយនៅគ្រឿងសក្ការៈបូជាទាំងនេះចំពោះព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃជារតនត្រ័យដោយសេចក្តីគោរពបបិទ្ធព្រះសក្យមុនីជាព្រះបរមគ្រូព្រះអង្គជាពោជារហបុគ្គលរបស់ទេវតានិងមនុស្សក្នុងលោកឥតមានបុគ្គលណាមួយប្រៀបផ្ទឹមត្រឹមស្មើនឹងព្រះអង្គបានឡើយទោះបីព្រះអង្គប្រតិបត្តិបាត់ព្រះរូបព្រះកាយអស់កាលដែលយូរវែងទៅហើយក៏ពិតមែនក៏ប៉ុន្តែទ្រង់បានប្រតិស្ថាននៅព្រះវិសុទ្ធោវាទគឺព្រះធម៌វិន័យដែលបរិសុទ្ធទ្រង់ជាតំណាងព្រះអង្គព្រមទាំងគុណរបស់ព្រះអង្គនៅមានប្រកបដដែលសូមព្រះដ៏មានបុណ្យជាព្រះបរមសាស្តាទ្រង់ប្រងមេត្តាទទួលនៅគ្រឿងសក្ការៈបូជារបស់យើងខ្ញុំបការណាទាំងអស់គ្នាដែលបានរៀបចំថ្វាយទុកក្នុងទីចំពោះមុខនេះដើម្បីជាផល្លានិសង្ឃឲ្យយើងខ្ញុំព្រះអង្គបានប្រកបដោយអត្ថមនិញផលវិបលសុខនិងសេចក្តីចម្រុងចម្រើនដល់ទូលំទូលាយអស់កាលជាអង្វែងតរៀនទៅវិកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអចយ៉ាងផន្តោមេកតនមីសម្បន្តោមេអ្នកខតេអ្នកយុត្តតោបំណចន្ទោហោតេតតិហេអរហន្តាសម្មាសម្ពុទ្ធោ
เวลวันเนกลันตะนิวิเตเมียกับป้อนนมัยยังวัตเนียนเนตัญจยายะจักตรังเกสาวกะสันนิปาเตอาวาเตปาเตนอคังปฏิเสธวาวิสุทโธเปาสัทธังอากาเสสัพเปสังไขนาสะวานังเยเวะอันเดะเตละสานังภิกโขสัตตานังอัฏฐจะปันนะอัมมหากังโลกเมียเกาปาวาละเจตเยสัตตาสัมปจิโนอัสไสตเยสัพวะกาเลเตตาต้นนังเมียสานังอาจเยเนตถาคตตาปริมุตติยีสามัยเตอายุสังขารังเอาสัจจังเอาสัจจิตวาจัปปันนะปุมปาลาวอะโหเสเตเนเทอัมยันเตอิมังเมียกับปันนมัยเนขับตะสมัยยังยะธาตากาลสติสังสัมปัตตาตาสะตังตังอะนโมเตียอะนโมสะเนมานิอิเทะสมากตารัตนปยาสะอิเมเหติปัทูปาเตสการเรเหอภิโปเจเมสาธุโนพันเตแขกะเวียสัสสาวกสังโฆโสเจระปริมุตตตาเปอิเมสการเรปะเดกอนหันโตอัมหากังตีกรัตตังอัฏฐายะเตตายะสักขายะดาวปัดโลกต่างหลายดาวจิมรานัยថ្ងៃនេះជាថ្ងៃវិកបណ្ណម័យមកដល់ព្រមហើយប្រកបហើយដោយនិកខតរតមានប្រចាំពេញវងប្រការសេចក្តីពិតថាក្នុងកាលនោះព្រះរហន្តតាសម្មាសម្ពុទ្ធទាំងគង់ប្រថាប់នៅឡើយនៅវត្តវេលវ័នកលន្តនវីនៅខែនេះមួយវិញទៀតសម្ដេចព្រះលោកនាថជាអង្គម្ចាស់នៅយើងទ្រង់គង់ប្រថាប់នៅក្នុងបាវលចេតីទ្រង់មានសតិសម្បញ្ញៈដាក់ចុះនៅប្រជុំមនីយុសង្ខាថាកន្លងទៅ3ខែទៀតរាប់ចាប់ពីថ្ងៃនេះទៅតថាគតនឹងបរិនិព្វានក្នុងគម្រប់80ឆ្នាំគត់លោកទ្រង់ដាក់ប្រជុំមនីយុសង្ខាហើយក៏កើតភាពញាប់ញ័រពេញផែនដីព្រោះហេតុនោះឥឡូវនេះយើងខ្ញុំទាំងឡាយដល់ញាកបណ្ណម័យហើយជាអ្នកខត្តសម័យប្រហែលដូចញាកអ្នកខត្តសម័យដែរក្នុងកាលនេះក៏រលឹកនឹកដល់កាលនៅការទាំងពីរនោះរបស់ព្រះដ៏មានពភាទៅមកប្រជុំគ្នា
ក្នុងវត្តចន្ទបជោតនារាមយកនៅគ្រឿងសក្ការៈបូជាចំពោះព្រះរតនត្រ័យដោយគ្រឿងសក្ការៈបូជាទាំងឡាយនេះមានទៀនធូបកម្រងផ្កាភ្ញីជាដើមបបិទ្ធដែលមានពភាព្រមទាំងប្រសង្សាវៈសូមបីបរិណិព្វានហើយជាយូរអង្វែងសូមទទួលងំគ្រឿងសក្ការៈទាំងឡាយនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដែលយើងខ្ញុំទាំងឡាយអស់កាលជាអង្វែងតរៀងទៅសូមអនុមោទនាហើយនេះយើងបានមកប្រជុំគ្នាមួយនេះដេកដាស់ក្នុងវត្តចន្ទបជោតនារាមប្រែថាអារាមដែលមានរស្មីរុងរឿងដោយវងបច្ច័យវត្តចន្ទបជោតនារាមគឺប្រែថាអារាមដែលមានរស្មីរុងរឿងភ្លឺហើយបច្ចៈដោយវងបច្ច័យឥឡូវយើងបានមកប្រជុំគ្នាក្នុងវត្តនេះហើយបានធ្វើដំណើរមកកាន់កោះប្រជុំពេកនាងនៅដើមឫស្សីដកពាត់ជំវិញហាក់បីដូចជាយើងនៅចំកណ្ដាលនៃយើងនៅវត្តកលំកនវិបស្ថាននៅសម័យនោះក៏ដូចនោះដែរបានមកប្រជុំគ្នាដូចជានៅផ្កាធោរាប់ពាន់ធោផ្កាពងរាប់ពាន់ពងគ្រឿងសក្ការៈបូជាព្រមទាំងផ្លែផលាផលរាប់ពាន់ផ្លែទៀនធូបប្រទីបជ្វាលាប្រទីបលើអាកាសប្រទីបលើផែនដីនិងប្រទីបលើផ្ទៃសាគរបាននិយាយនឹងគ្រឿងសក្ការៈបូជាទាំងអស់នេះហើយចំពោះព្រះដ៏មានភាពជាបរមសាស្តាចារ្យជាគ្រូនៃមនុស្សនិងទេវតាទាំងឡាយក្នុងថ្ងៃមានអ្នកខត្តរិទ្ធប្រចាំគូចរមានរិស័យមកពេញបរមីនៅចំពោះមុខស្រាប់មានទាំងពុទ្ធបដិមាព្រះបរមសារីរិទ្ធធាតុព្រះសង្ឃសាវកហាក់បីដូចជាមកប្រជុំគ្នាក្នុងសម័យនៃចតុរង្គសមាដាប្រយ៉ាងនោះដែរឥឡូវនេះយើងទាំងឡាយបានបូជាហើយចំពោះគុណនៃព្រះត្រៃរតន៍ដែលចាប់សពគ្រប់បាននមស្ការចំពោះគុណនៃព្រះប្រតិភិជាបរមសាស្ត្រាចារ្យគុណនៃព្រះវិសុទ្ធិវាទជាប្រធានព្រះវិន័យគុណនៃព្រះអរិយសង្ឃនិងសមាធិសង្ឃសិក្សាទៅនៅមានទាំងព្រះបរមសារីរិទ្ធធាតុព្រះមហាពោធិព្រឹទ្ធព្រះពុទ្ធបដិមាព្រះចេតិយព្រះត្រៃបិដកសិក្សាទៅគុំប្រធរមាននៅឡើយតែឥឡូវនេះយើងបានបូជានៅគ្រឿងសក្ការៈនេះសូមបានជាបច្ច័យនៃការរួចចាក់ទុកកុំបីឃ្លៀងឃ្លាតថាទៅជាប្រការៈដល់ទៅឡើយនមោអារ័ងហន្តសានាសម្បុទ្ធទេសង្ឃមហេសេមោសូមថ្វាយបង្គំឈ្មោះព្រះអរហន្តសម្បត្តិផែនគវនកាស្រាប្រភេគឺបរិញារសាវតាមត្រង់ដឹងផង
យារយលំnam mô tăng mô thượng sanh sơ pha sư quan tề mưa thông xuống lá bằng cung và thọ đăng bê trường ba răng sam tôn sam ba bài đó tây tinh ra cầm chia sa ra thọ nô tụng không sang sa nam mô ma sanh khang sa tê sanh tha sai loan tâm thế nào sớm thái bằng cung ra sang ra sa lê ban thuê tình thơ lên xe ai bán bội sạch hình cha minh tê cứ tình thế sao lòng xa ông hơi ngàn ngô ao ma xa ranh tha sanh ranh tâm lan dân sang xa thua căn sông thoái bằng cung rồi chân trai ranh ra rừng đại bạch miền bay ra ca rang pot ra thô ra sang chăng ra sang ông cha lên thay ôm ban nam mô a nan càng tây ta sanh ta sanh quan thơ tại dân xa tê xuống thoái bằng cung
chồng văn thơ bay tươi xanh pro sa cao pha pro tâm pro thơ pro sang sang ska tôi chồng cao giá mời con cô con nam mô ca răng tàng thưa vương ân khi chồng chăm ông tâm theo đi sông thoái bằng cung Trai an sa ti tâm vô trần lên đi chỗ đi nhôm nhiệt nè sầm nơi tì ní nâng nhôm nhiệt nè sầm nơi ngài nhiệt nhôm sọc sờ bài chia thế hay bệnh mình là cột nạ ấy lần này chọp sạch chọp chiêm có rầm sờ sùa này nè mình sờ chọp sạch sờ chọp chiêm còn sờ ấy tiệt chẳng tập màu là rầm màu sần màu ná nhôm ná đập thô hà sập chiên này tí ê vàng thầm đá nực nông bọt đã song xa ní cao hay nâng slam sọc hay nâng tục miền cục ruột chiên về khla tư sọc về khla tư tục chia rương rồi bỏ bọt đã song xa ní ca sờ lạnh ca sọp còn chân về chia rương rồi bỏ bọt đã nông ai nhộm miền tầng o tật nè nâng tại sầm rạp bọt đã song xa ní sẽ cái đây sọc miền tịch sẽ cái đây tục miền trà sọc miền tịch đó nè nhộm đó đây sẽ cái đây tục miền trà nè tục sầm rạp khuôn ai phóng tục sầm rạp cua xa nhôm khuôn ai phóng tục sầm rạp ca rốt trình châm chỉ vậtประจำ ថ្ងៃផងនឹងទុកសម្រាប់អ្នកនៅជុំវិញយើងផងសតតែទុកទាំងអស់មានសពទេញោមមែនទេញោមជឿមិនជឿបើមិនជឿចប់ហើយព្រោះវាជារឿងពិតអញ្ចឹងឯងញោមសេចក្តីសុខយើងពិចារណាមើលឲ្យថាសុខណាស់ហ្នឹងវាដូចជាអាណាស់វាអត់ឃើញសោះនៅវារត់ណាស់មិនឃើញសុខណាស់វាមិនឃើញថ្មធ្លាប់សួរអ្នកគេស្វឹងស្រាហើយគេច្រៀងការ៉ាអូខេធំបាសគេនៅផ្ទះឃើញគេច្រៀងបដើគេរំបដើពេលហ្នឹងអត់ទាន់សួរទេពេលស្អែកឡើងបានសួរមើលអាត្មាសួរតិចមើលសុកទេម្សិលមិញសុកទេគាត់ថាសុកម្សិលមិញសបងសុកហ្មងប៉ុន្តែដល់ស្អែកឡើងឈឺក្បាលឡាញាក់ឡើងហើយកម្លាំងមិនសូវស្រួលទៀតអត់ល្ងុយអញ្ចឹងបានន័យថាបើសុកដូចជាមិនសុកខ្លាំងទេមែនទេញោម
mẹn nàng ngại sọc ọt khăn hay nhiệt nhôm nè miền sầm bắn miền bồn xạ yuộc xạ bây giờ ọt miền bồn xạ dương ọt trọp sầm bắn dương mơ từ kế khơi sọc á nhôm nè miền sọc á nó miền sọc học nhà bây giờ nó thơm ảnh nhọc khởi kê ọc nhà ô bạn sọc á nó sọc á tại đây là nẹt miên nâng đồ món dương ở toàn đăng thêm đằng sọc rồi ạ nẹt miên khá còn của bạn chiêng nẹt cỏ phong tạm mở tới nó anh đang tạm kích đấy của bạn phong nẹt cỏ chụp vẽ kênh tịnh tuổi thầy định lụa anh nè miền bằng trong ca thì đi kia mà đó xuất đọc một $20,000 mà khai bằng dù tôi ở Hà Linh miền xóa lấy thế trong ngọt của ngọt một ca trong ruột của ruột một sư ruột sẽ đọc mơ đó đừng khơi sọc sao nhóm mẹ đấy nhóm à lấy mà riêng bọt rồi chăm nhôm bị thiệt ngọt nè môi tiệt nhóm kịch thà đôi miền ấy sôi chiêng bô lột sóng kịch tiệt đấy bị bực mấy nhà cha mà nè cái mình dây tập mà cái thà miền tận lột cái sôi chả cái thai chân mà sủa thay đi đấy bản lột sôi đi đấy chợ lực cừu kịch mơ mà khai này có cá bùng pơ rô lôi mình toàn hay là lâu nâng của quân chư tiết bà mà ta sẽ cái lọc bùa và cạch sạch từ ấy cho bạnจะlột sôi sạch từ ấy lấy đó là pe lột dây bạc bình nhiều mơ mà lột sọc nhìn ông kịch mơ với lột sọc á này ắt phục quân ắt côn tệ tiền đầy chưa ngay đây ắt đây hay bằng miền phục quân miền cốt mòn ninh toàn đỏ hay bằng miền sọ miền cha miền chiên miền xài có toàn đỏ lên màu phần này lại giật sọ sân lại đạn chiên đạn xài co từ nơi đào bay chung cái chọ sân màn chạy rồi chẳng nhôm còn nọt mong bay cái lá nó ai bám một bạn đỏ lại nỡ thử luôn sân thấy về ăn miên tệ tiêm hay mẹ sọc nhôm mơ tất sọc tại đây là lô đây thì con cục ong chứ mưa đâu mà sọc đại đấy sọc móm đấy đây là khu gì kia thầm mơ đâu mà sọc móm bài móm đang kê miên đây kê cái miên của quân kê cái miên côn kê phải chạy tao phải chạy máu ở dưới với trẻ chọn đấy nó nhổ này về chắc này hay mà ta cá đã micro tiết tiền này sọc này ấy mình đã để bỏ vân mau tập vọt vậy bị lừa của lúa nên là lừa của lúa trẻ sợ nó áo ảnh chọn tiền thú này về chắc này nhôm hay đây là một mơ luôn ấy với đôi chìa ai ca đôi chìa sợ nóc bởi kết chìa phiếp dục bổ vấy về hỗ trợ bạn hay bởi kết chìa còn lót về nơi còn lót là ơi hay bởi kết chìa cua xá về ớt miền ấy cái chìa sợ nóc chẳng đến đấy thế miền là bởi sỏi bài sợ bái sợ pro nhôm thà lột sóc bởi sống thà nhôm sọc ở lời kết mày mà giang mà nè nhôm đó nhìn nhôm ấy nhìn nhômនេះគ្រាន់តែជួយគិតគ្នាទេមិនតាន់ទេសនាទេក៏ឲ្យគិតសិនទេតាន់ទេសទេក៏ក្បែរទេស
ប៉ុន្តែបើយើងថានេះសុខនោះថានោះសុខมันខុសអីដោយគេរកគ្រូបកែដើម្បីព្យាបាលរោគទេមានបុរស2នាក់ហ្នឹងមួយឪពុកឈឺមួយទៀតម្ដាយឈឺបុរសម្នាក់ដែលមានម្ដាយឈឺគេនៅស្រុកឯកោតឆ្ងាយឯកោតមិនដឹងដុំណាទេឆ្ងាយបុរសម្នាក់ទៀតមានឪពុកឈឺនៅស្រុកលិចឆ្ងាយលិចមិនដឹងដុំណាទេឆ្ងាយដល់អ្នកនៅស្រុកឯកើតដែលមានម្ដាយឈឺអ្នកចិត្តខាងគេប្រាប់ទៅយាយឈឺបើតាមខ្ញុំណាមានគ្រូនៅលិចបកែណាឈឺប៉ុណ្ណឹងផ្លុំតែមួយផែតជាแล้วណាកូនគាត់នឹកឃើញថាគ្រូនៅស្រុកឯលិចនេះបកែក៏រៀបចំនាំម្ដាយពីស្រុកឯកើតហ្នឹងមករកគ្រូនៅស្រុកឯលិចឯងដល់បរោះម្នាក់ទៀតមានឪឈឺនៅស្រុកឯលិចគេថាឈឺប្រហែលតានេះបើគ្រូនៅស្រុកកើតផ្លុំតែមួយផែតដើរប្រយខ្ញុំស្គាល់គ្រូហ្នឹងនៅស្រុកកើតក៏នាំឪពុកទៅរកគ្រូនៅស្រុកឯកើតឥឡូវអ្នកឯកើតមិញមកលិចណាឥឡូវអ្នកឯលិចទៅកើតវិញហើយទៅដល់ធ្វើដំណើរដោយរទេះស្រាប់តែមកជួបគ្នាជួបកណ្ដាលផ្លូវអ្នកស្រុកឯកើតគេសួរលបងល្បីមានល្បីគ្រូនៅស្រុកឯលិចទេលឺគេថាប្រកែណាម៉ែខ្ញុំឈឺដើមរួចឥឡូវនេះគេផ្ដាំមកថាគ្រូនៅស្រុកឯលិចហ្នឹងប្រកែបើឯងមានស្គាល់ទេគាត់ថាស្គាល់ដែរប៉ុន្តែមើលអត់ជាប៉ុន្តែគេប្រាប់ខ្ញុំថាគ្រូនៅស្រុកឯកើតនោះប្រកែបានខ្ញុំបាត់មើលនៅស្រុកឯលិចនេះណាតែលបងឯងមានស្គាល់ទេគ្រូស្រុកឯកើតហ្នឹងលើតែផ្លុំមួយផែតដើរប្រុយបានអ្នកស្រុកឯលិចគេប្រាប់អ្នកស្រុកឯកើតអ្នកស្រុកឯកើតគេប្រាប់អ្នកស្រុកឯលិចតែណែបងបើគ្រូនៅឯកើតប្រកែខ្ញុំនាំម៉ែមកលិចធ្វើអីដល់លិចគេថាដូចគ្នាបងបើគ្រូនៅលិចប្រកែតែខ្ញុំនាំឪពីស្រុកលិចទៅកើតធ្វើអីឥឡូវលិចកុំទៅកើតក៏កុំទៅឲ្យជើងវិញសម្រាប់គ្នាទៅជើងទៅខ្ញុំព្រោះឯជើងហ្នឹងគេថាមានអ្នកប្រកែខ្លាំងជាងលិចជាងកើតទៀតស្រាប់តែទៅដល់ពងបនខ្មោចអ្នកទាំងពីរហ្នឹងមកដល់ពងបនខ្មោចហើយក៏សួរគេអូម៉ាមីញ៉ាមានស្គាល់លោកគ្រូម្នាក់ឈ្មោះតមោកទេគ្រូប្រកែណាឥឡូវខ្ញុំនាំឪនាំម៉ែមកមើលជំងឺលោកគ្រូនឹងប្រកែបាននិយាយម្នាក់គាត់ថាក្មួយប្រកែមែនបើឥឡូវប៉ុនហ្នឹងប៉ុនខ្មោចតមោកតាងាប់ហើយបានគិតណាចុះបើអ្នកប្រកែងាប់បាត់ដែរយើងអត់ប្រកែហ្នឹងគិតមិនចឹងមាននាំម៉ែនាំឪទៅស្រុកវិញទៅហើយចាំរកឆ្នាំជាបាលទៀតទៅគ្មានសង្ឃឹមណាមួយកើតទេបើអ្នកប្រកែងាប់ហើយចឹងសរុបមកវិញនេះគ្រាន់តែជាកតិមួយទេពិចារណាថាសេចក្តីសុខរបស់យើងនៅក្នុងវដ្តសង្សារនេះគឺมันមានពិតប្រាកដទេណាញោមណាញាតិញោមអត់មានពិតប្រាកដទេម្ដងសបាយម្ដងកើតទុក្ខម្ដងរីករាយម្ដងយំមែនទេញោមណាមកពីអញ្ចឹងហើយបានលោកឲ្យពិចារណាទៅលើកិរិយានៃការរស់នៅសពថ្ងៃនេះញោមដូចបិណ្ឌ20ឆ្នាំហ្នឹងអញ្ចឹងបើនិយាយពីហេតុដែលនាំឲ្យកើតបិណ្ឌមាន3មានចំណុចមួយនោះថាសង្ខារៈសរណហេតុ
កើតបុណ្យពីព្រោះនឹកឃើញជីវិតសង្ខារយើងអាហ្នឹងកើតបុណ្យហ្នឹងណាញោមហើយជីវិតសង្ខារយើងហ្នឹងពិចារណាវាមិនទៀងណាញោមវាអត់ទៀងសោះដូចមិញហ្នឹងញោមអង្គុយស្ដាប់ស្រួលដល់ទៅពេលឮដល់សាច់ញាតិគ្រោះថ្នាក់ប្រុចអស់លីងលោកណាលោកមកកកដារយអូកកដារយគ្រោះថ្នាក់ឲ្យអញទៅខ្ជិលអស់លីងអារម្មណ៍មែនទេញោមណាដំបងអារម្មណ៍ល្អចាំមើលលោកហ្នឹងមកអញអង្គុយមើលមុខលោកហ្នឹងហ្មងឃើញតែទេសតាមទូរស័ព្ទហ្នឹងគេធ្វើមុខអញ្ចឹងមើលអញមើលផ្ទាល់មើលគេធ្វើមុខអីកាលណាដេចគុណខាងនេះលោកព្រមចប់នោះប្រុចតើបានទេតើគ្រោះណាស់ណាអញ្ចឹងគេហៅថាជីវិតសង្ខារអញ្ចឹងណាញោមណាញោមអាហ្នឹងអញ្ចឹងណាអញ្ចឹងបានថ្មថាសេចក្តីទុកខ្លួនឯងនិងទុករបស់សាច់ញាតិអញ្ចឹងគឺធ្វើឲ្យយើងវារកចំណុចកន្លឹះណាមួយថាវាសុកណាស់ណរកអាណវាមិនឃើញទេហនណមិនឃើញទេសុកណាស់ណបានអីសុកណាស់ណញោមបើរឿងមកចប់អញ្ចេះមែនទេញោមណាញោមណាពេលខ្លះទុកនៃរូបកាយវាទុកហើយណក់វាឆ្លៀតអាទុកផ្លូវចិត្តហ្នឹងទៀតដេកមិនលក់កងថ្ងាស់ហើយតាំងម៉ោង10គិតអើយគិតចុះគិតឡើងម៉ោង3ហើយអត់ទាន់លក់សួរទៅពិបាកក្នុងខ្លួនថាមិនពិបាកទេពិបាកចិត្តទៅហ្មងអារឿងចេះអារឿងចុះធ្វើឲ្យខ្លួនយើងនឹងមានអារម្មណ៍មិនសូវល្អហើយគិតអើយគិតសំណោះអើយសំណោះគិតខ្លួនឯងផងគិតគ្រួសារផងគិតកូនចៅផងដេកមិនលក់ញោមដេកមិនលក់ញោមប្រកាសជាឆ្លប់ហើយឆ្លប់ដេកមិនលក់ហ៎ដេកមិនលក់ពេលម្សិលមិញអ្នកនៅអូអាស័យក្រុមអ្នកហាត់ប្រាណគាត់ថាពីមុនពិបាកដេកមិនលក់ដល់ពួកម៉ាក់គេណែនាំថាឲ្យវាយឈ្មោះជួនកកដាទៅឲ្យលោកកំដរចឹងតែហ្នឹងតែកូនដល់បោប្រាប់គាត់ថាបើដាក់កំដរពេលខ្លះកំដរលោកទេសធម្មតាឯងគាត់លក់តាំងម៉ោងប្រហែលញាក់ម្ដងដល់កំដរឯងទៀតលោកនេះក៏ចិត្តល្អម្ល៉េះណោះបានថាអាត្មាហ្នឹងហើយអាត្មាគ្រាន់តែជាអ្នកកំដរទេយាយម្នាក់មកពីព្រៃវែងគាត់ថាកណាស្ដាប់ដូចគុណស្ដាប់ចំឈួតទេរាល់ថ្ងៃនេះថាអូចប់ហើយចុះទេរាល់ថ្ងៃយាយឈួតចង់អស់ហើយមកស្ដាប់ចំឈួតហើយពេលខ្លះវាពិបាកពេករកអីមិនឃើញវាតតែយកអាហ្នឹងមកជំនួសដែរណាញោមចុះបើឧទាហរណ៍ពងពិបាកចិត្តវិបត្តិគ្រួសារវិបត្តិស្នេហាទៅស្ដាប់ចម្រៀងឯងពងសេតទៅស្ដាប់ចំអាសេតថែមបេះដូងខ្ទេចខ្ទាំដាក់អាចម្រៀងមកចំអាបេះដូងខ្ទេចខ្ទាំមានបានរីកចម្រើនទេទៅកំសត់ថែមអញខ្ទេចហើយបេះដូងអញខ្ទេចចឹងបើពិបាកយកធម៌មកគិតមកណាញោមណាស្ដាប់ទៅញោមចង់ស្ដាប់រសជាតិអីឥឡូវបើជួនកកដាឥឡូវស្រួលទេញោមចង់ហៅទៅផ្ទះម៉ោងប្រហែលទៅម៉ោងប៉ុណ្ណឹងហើយដេកទន្ទឹមញោមហ្នឹងហ្មងឲ្យតែយកទូរស័ព្ទក្បែរហ្នឹងដេកនៅហ្នឹងហៅទៅហើយចង់ស្ដាប់អីចង់ស្ដាប់រឿងនេះហ៎រឿងនោះហ៎ចង់ស្ដាប់បញ្ហានេះហ៎បញ្ហានោះវាយទៅវាយយកមកហើយអត់គិតមរៀលទេញោមលក់ទៀតអាត្មានៅវោកហ្នឹងចាអាត្មាធ្វើជាអ្នកកំដរទៅហើយអញ្ចឹងពេលខ្លះវាទៅព្យាបាលចិត្តយើងដែលពិបាកដែរមែនទេញោមពិបាកដែរតែអ្វីដែលយើងគិតមិនផុតគឺវាអត់ផុតទេនៅសេចក្តីទុក្ខពោលគឺនៅក្នុងបញ្ចក្ខន្ធយើងនេះកិច្ចមិនផុតទេញោមមកពីកិច្ចមិនផុតទៅបានបុណ្យនេះ
hạt đểកើតbón cứ song khả rạ xạ ra nạ hạt nực khơi nớ chỉ vật dương việc mình đăng bê na ngày na vì liền na đại trứ bọt bạc nia từ vinh tê mẹn mẹn nhôm bật thê rạ mà bỏ ong á lục bà niệm tha sạ mụ tẹ phỉ khổ lục bị cha là na ru cài chăng ạ tùm lê cục tùm mơ rương chùm lại nóng tờ đó khơi chùm lại chăng mẹn Pre sầm mật tập bị khổ lục đăng tập pre ri chia mau hái lục nhang rất lốp họ từ lỡ to tức lẹ bị lỡ bị khẳng còng miền phơn chẳng mình đâu khơi nó óc nế đó khơi nó óc nế dưỡng mà sân là khơi có thọt tục đây còn ọt khơi nó sạc mơ tầm đại sầm đại rất đây lơ căng miền tây tức bị lỡ và xây sạc miền phơn co che viên khổng luôn chứ hả thọt bằng họ bình YouTube lớn lắm bình Facebook lớn lắm nó khơi pro priệt từ bàn của bạn thầm mê sau lục bồ tha lục mà cha chia mình nút thầm mà đá tay mình thầm mà đá nhôm vô lệ chia mình nút thầm mà đá tay mình thầm mà đá vô lệ chia mình nút thầm mà đá tay mình thầm mà đá nặng ban đây tha lục mà cha chuyện nè đây rồi lọt luôn phật trả sờ la âm pi vọt đạn đi hai ta lục mà cha miên phần niệm mà vây con cháu nè na bỏng bán sầm mật đã bị khâu tọt tham mà hai riết atma mua sầm mật đẹp bị khâu con bạc cả hấp ở đây đi mà đại mua niềng nút nừng sọc khung nâng ai tại atma bàn rồi lọt luôn ngày hai pi sẽ cái đây tốtព្រះសម្មាសម្ពុទ្ធបានព្យាករថាសាសនាពុទ្ធរំលងទៅបាន3ឆ្នាំ300ឆ្នាំណារំលងទៅបានជាង300ឆ្នាំនឹងមានព្រះរាជាមួយអង្គជាស្ដេចចក្រឈ្មោះថាធម្មមាសោជាអ្នកជួយលើកសាសនាបពិតមហារាជតើការព្យាកររបស់ព្រះពុទ្ធជាម្ចាស់ត្រូវឬមិនត្រូវព្រោះអីមហាបពិតមិនបានធ្វើតាមការព្យាករដែលព្រះពុទ្ធបានព្យាករទំនាយទុកនោះទេមហាបពិតឲ្យគេធ្វើគុកឲ្យមកធ្វើទរណកម្មមនុស្សដោយគ្មានធម៌មេត្តាទោសស្រាលទោសធ្ងន់ត្រូវស្លាប់ត្រូវវេទនាដោយសារតែមហាបពិតតើមហាបពិតសមទេសមថាជាអ្នកជួយជ្រោមស្ទួយសាសនាទេនឹងដល់វគ្គលោកស្ដីឲ្យញោមណាញោមអើយនេះលោកស្ដីឲ្យទេណាហ្នឹងសំទេសំជួយជ្រោមសាសនាទេមនុស្សមានទោសមិនដល់ស្លាប់បែរយកមកដាក់គុកទរណកម្មរហូតដល់ស្លាប់កាត់ដៃកាត់ច្រមុះកាត់អណ្ដាតបកស្បែករហូតដល់សំពងដែលដុំដែកបែកក្បាលបែកខ្ទេចខ្ទីអស់បាត់បង់ជីវិតទោសខ្លះមិនដល់ស្លាប់តែដល់ស្លាប់តើឯណាទៅមេត្តាឯណាទៅពាក្យថាជួយជ្រោមសាសនារបស់មហាបពិតព្រះសម្មាសម្ពុទ្ធព្រះអង្គមានព្រះពុទ្ធដំណេកទុកឲ្យថានឹងព្រះបាទធម្មមាសោកជាអ្នកជួយជ្រោមសាសនាចុះឯណាទៅការជ្រោមសាសនានោះលឺអញ្ចឹងស្លុតស្មារតីហ្មងញោមស្លុតស្មារតីសន្យាជាមួយលោកថាបពិតលោកម្ចាស់ខ្ញុំព្រះអង្គខុសធ្ងន់ណាស់មិនសមបើអីជាស្ដេចចាក់ហើយបែរជាមិនបានជួយជ្រោមសាសនាឲ្យធ្វើអំពើដ៏ខួខើសន្យាពីថ្ងៃហ្នឹងទៅខ្ញុំព្រះអង្គនឹងកសាងបច្ចេកដីឧទ្ទិសថ្វាយព្រះសាសនាកសាងព្រះសង្ឃដើម្បីឧបត្ថម្ភផ្សព្វផ្សាយសាសនាចែកបញ្ជូនប្រធេរៈគ្រប់កន្លែងដើម្បីទៅផ្សាយសាសនានៅលើផែនដីនេះចឹងទៅលោកក៏សម្ដែងរិទ្ធបរិហាប្រយបាត់ឈឹងទៅព្រះជាលោកស្លុតចិត្តណាញោមណាស្លុតចិត្តចឹងព្រះជាក៏រៀបចំដំណើរចេញទៅវិញចន្ទៈកិរិកៈថាបពិតព្រះអង្គនៅចាំទេថានរណាក៏ដោយឲ្យតែមកដល់ដីគុកនេះមិនអាចចេញទៅវិញបានទេបើមិនស្លាប់
ព្រះរាជាសួរថាមិនប្រុងសម្រាប់យើងដែរព្រះអង្គក៏អត់លើកលែងដែរគ្រោះថ្នាក់បដ ாய் ញោមនេះបើកុនអញ្ចឹងណាទៅបានព្រះរាជាលោកសួរថាចុះយើងទាំងពីរអ្នកណាមកដល់កន្លែងហ្នឹងមុនចន្ទដៀលគិរិកៈថាខ្ញុំព្រះអង្គមកដល់មុនចន្ទណាអ្នកបញ្ជាឲ្យមកនៅហ្នឹងព្រះអង្គអ្នកបញ្ជាអញ្ចឹងដីហ្នឹងក៏បោះយើងកន្លែងហ្នឹងក៏យើងមកមុនអ្នកឯងមកក្រោយអ្នកឯងងាប់ហើយយើងបញ្ជា10អ្នកឯងធ្វើដល់100ឃើញទេញោមឥឡូវនេះមិនត្រឹមតែសម្រាប់អ្នកទោសយើងចូលមកប្រុងសម្រាប់យើងទៀតបញ្ជាឲ្យសេនាកាមាត្យចាប់យកទៅបហាជីវិតទៅស្លាប់ទៅក្រោយមករំលាយគុកនឹងចោលទាំងអស់ញោមអត់មានអ្នកទោសទេហើយញ៉ាំងមនុស្សនៅក្នុងនគរទាំងអស់ឲ្យជាអ្នកមានសិលសមាធិនិងបញ្ញាហើយឲ្យពិចារណាទៅលើសេចក្តីសុខនិងសេចក្តីទុក្ខនៅក្នុងរូបកាយដែលមានមកខំសាងអំពើល្អសាងកុសលក្រោយមកព្រះបាទធម្មាសោកនឹងឲ្យបានបញ្ជូនប្រធេរៈមកពីព្រះអង្គណាជាព្រះអរហន្តមកក្នុងដែនដីសវណ្ណភូមិយើងនេះញោមរឿងរ៉ាវហ្នឹងណាដែលលោកសន្យាជាមួយសមុត្តភិក្ខុថានឹងផ្សាយសាសនាឲ្យដូចព្រះពុទ្ធទំនាយដែលព្រះអង្គថានឹងមានព្រះមហាក្សត្រមួយព្រះអង្គជួយជ្រោមសាសនាឲ្យល្បីក្នុងពេលដែលព្រះអង្គបរិនិព្វានជាង300ឆ្នាំអញ្ចឹងលោកផ្សាយបញ្ជូនប្រធេរៈសោណដ្ឋេនិងឧត្តរដ្ឋេនោះពីព្រះអង្គមិនមកផ្សាយនៅក្នុងដែនសុវណ្ណភូមិរបស់យើងហ្នឹងប៉ិនសុវណ្ណភូមិយើងកាលនោះមិនមែនប៉ុណ្ណឹងណាធំមានតែម្នាក់ឯងហ្នឹងបើឥឡូវមានគ្នាច្រើនហើយហ្នឹងតាមសួរហ្នឹងបាត់បើឯងអាសវណ្ណភូមិហ្នឹងអស់ទៀតតែកាលនោះសវណ្ណភូមិគឺយើងមានយើងណាញោមមានយើងណាបានពីព្រះអង្គហ្នឹងបានសល់សាសនាមកដល់ដែនដីសវណ្ណភូមិយើងហ្នឹងហើយប្រទេសថៃប្រទេសឡាវអីចឹងទៅដែលមានពុទ្ធសាសនាហ្នឹងនៅក្នុងដែនសវណ្ណភូមិយើងហ្នឹងចឹងហើយបានលោកសន្យាថានឹងសាងអំពើល្អអានេះអាត្មាគ្រាន់តែបញ្ជាក់រឿងហ្នឹងទេហើយដើម្បីជាកតិថាបុណ្យកើតឡើងមកដោយសារអីពិចារណានៅសង្ខាររបស់យើងរូបធ្វើបុណ្យខ្លះកុំឲ្យភ្លេចបុណ្យណាញោមណាគិតដល់ការរស់នៅប្រចាំថ្ងៃរបស់យើងសាងអំពើល្អជាប្រចាំទាំងការនិយាយទាំងការធ្វើទាំងការប្រព្រឹត្តសូមឲ្យនៅជាមួយនឹងអំពើល្អនិងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធផងសូមអនុមោទនា